เรียบสู้លោកគ្រូនឹងបងប្អូនទាំងអស់គ្នាចឹងឯនេះខ្ញុំមកចែករំលែកលោកគ្រូទាំងអស់គ្នានៃរបៀបនៃការបង្កើតការរូបថតសិស្សដែលលោកគ្រូអាចយកទៅប្រើប្រាស់បានដោយមិនចាំបាច់ចេះនៅជំនាញ Photoshop នោះទេហើយយើងអាចប្រើប្រាស់នៅលើកម្មវិធី Word បានផងដែរការបង្កើតការសិស្សនេះគឺវាមានច្រើនលោកគ្រូអាចប្រើក្នុង Microsoft Word ក៏បានបើសិនយើងអត់ចេះ Photoshop ឬក៏យើងប្រើក្នុង Canva ដូចខ្ញុំនេះក៏បានដែរហើយវាងាយស្រួលលឿនប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញលោកគ្រូនៃការប្រើនៅក្នុង Microsoft Word ទេចឹងដើម្បីប្រើប្រាស់បានលោកគ្រូក៏ចូលក្នុង Microsoft Word ដែលខ្ញុំបង្ហាញលោកគ្រូនេះចឹងនេះជារូបថតសិស្សដែលខ្ញុំបានបង្កើតចឹងជាដំបូងលោកគ្រូត្រូវតែទៅកំណត់ page សិនមានន័យថាធម្មតាបើសិនជាលោកគ្រូចង់បង្កើតរូបថតហ្នឹងបង្កើតតែរូបមួយលោកគ្រូអាចយកខ្សែរៀងប៉ុណ្ណេះមកតាមលុយរបស់ខ្ញុំនេះបាទខ្ញុំយក 4.5 មក 6.5 កណ្ដាលបើសិនជាលោកគ្រូចង់បង្កើតការសិស្សច្រើនលោកគ្រូអាចយក A4 នេះមកមានន័យថារូបចិត្តគ្នាលោកគ្រូចង់បង្កើតរូបថតច្រើនសន្លឹងនៅក្នុងកណ្ដាល A4 ក៏បានដែរប៉ុន្តែដោយសារតែខ្ញុំចង់បង្កើតរូបថតសិស្សដាច់ដោយឡែកពីគ្នាមានន័យថាបង្កើតសិស្សតែម្នាក់អញ្ចឹងយើងកំណត់กระดาษដូចខ្ញុំឲ្យលោកគ្រូនេះអញ្ចឹងវាយើងចូលមក line more paper size ហើយយើងរើសទំហំដូចខ្ញុំបានបង្ហាញអញ្ចឹងកម្ពស់ទៅតឹង 4.5 កម្ពស់ 6.5 ហើយចុច OK អញ្ចឹងយើងហ៊ានបន្តលោកគ្រូគ្រាន់តែចូលទៅក្នុងការ insert ហើយលោកគ្រូប្រើពាក្យរើស shape មួយណាក៏បានដែរអញ្ចឹងយើងរើស shape បែបឲ្យស្មើกระดาษមកដោយសារតែกระดาษរបស់យើងរើសទំហំ 4.6 ស្រេចចឹងលោកគ្រូរើសឲ្យពេញនឹងមកអត់អីទេបាទហើយបន្តមកទៀតយើងចូលមកកន្លែងនេះមានន័យថាយើងរើសកន្លែងនេះ4.30 អីទៅបាទហើយកន្លែងនេះយើងដាក់6.30 ដែរបាទហើយលោកគ្រូស្រីវាស្មើហើយអញ្ចឹងយើងបានរូបថតប៉ុណ្ណឹងលោកគ្រូធ្វើការសេរី background ទៅហើយទៅបាទអញ្ចឹងខ្ញុំទៅសេរី background ទៅចឹងខ្ញុំដាក់ background រៀងខៀវដិតតិចចុះបាទខ្ញុំរើសពណ៌អញ្ចឹងលោកគ្រូស្រឡាញ់មួយណាដាក់តាមអញ្ចឹងលោកគ្រូអញ្ចឹងបន្តមកទៀតយើងត្រូវការទៅ insert រូបថតអញ្ចឹងនៅក្នុងកម្មវិធីរបស់លោកគ្រូអាចនឹងមានកម្មវិធី remove background ស្រាច់តែរបស់ខ្ញុំនេះអត់មានទេនេះបើយើងចុចទៅមានកម្មវិធី remove background តាមហ្នឹងណាតែបើសិនខ្ញុំអត់មានកម្មវិធីហ្នឹងទេអញ្ចឹងខ្ញុំចូលក្នុង website អញ្ចឹងលោកគ្រូអាចធ្វើបានដូចគ្នាដែរគ្រូចូលក្នុង website បែបនេះបាយពាក្យថាu.bg បាទដូចខ្ញុំហៅគ្រូនេះហើយចុច enter មកអញ្ចឹងចូលមកដំបូងវានឹងឲ្យយើងធ្វើការ upload រូបថតអញ្ចឹងយើងចុចធ្វើការ upload ខ្ញុំលើរូបថតបាទនេះរូបថតដែលខ្ញុំចង់ធ្វើហើយខ្ញុំចុចដានមកហើយអញ្ចឹងវាចាប់តាមធ្វើការ remove យើងហើយហើយអញ្ចឹងបន្ទាប់ពីបានគ្រូចាប់តាមធ្វើការ download វាបាទអញ្ចឹងខ្ញុំចុច download ចុះហើយខ្ញុំស្រុប download ម្ដងហើយយើង download ម្ដងទៀតទៅអញ្ចឹងបន្ទាប់ពីបានគ្រូចូលមកក្នុងកម្មវិធី Microsoft Word យើងវិញដល់ដែរបាទនេះគឺជាផ្ទៃអញ្ចឹងខ្ញុំធ្វើការខ្ញុំយកទៅកន្លែង insert ហើយយើងចូលទៅកន្លែង teacher អូខេតមកទៀតយើងទៅរករូបថតដែលយើងបាន download មិញអញ្ចឹងដោយសារតែខ្ញុំនៅក្នុង tablet វាពិបាករកបន្តិចគ្រូទៅចំណាំ file ឲ្យគ្រូបាន download ហើយខ្ញុំចូលកន្លែងរូបថតខ្ញុំបានធ្វើមិញខ្ញុំ copy យកហ្មងលឿនហើយអញ្ចឹងបន្ទាប់ពីខ្ញុំ copy ហើយខ្ញុំធ្វើការផាវីចូលហើយបន្ទាប់ពីផាវីចូលគ្រូមិនថៃទេទីមានបែបនេះមកអូខេហើយគ្រូសេរីតាមការចូលចិត្តរបស់លោកគ្រូមកអញ្ចឹងយើងទទួលបានកាត់ទៅហើយអញ្ចឹងកន្លែងនេះគ្រាន់តែក្របគ្រូចង់ក្របទៅបាទយើងអាចក្របពីចោលហើយដល់យើងទទួលបានការសិស្សលោកគ្រូអាចធ្វើការ export video file PDF ទៅបាទហើយខ្ញុំ save as PDF ចុះហើយខ្ញុំ open file បាទនេះគឺជារូបថតដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងបើសិនលោកគ្រូចង់បានរូបថតហ្នឹងអាចធ្វើការ screenshot វាក៏បានឬក៏ឥឡូវនេះយើងបានរូបថតប៉ុណ្ណឹងហើយអញ្ចឹងលោកគ្រូអាចធ្វើការ crop វាក៏បានឬក៏យើងចូលទៅបំបែកវាជា file រូបភាពក៏បានដែរហើយយើងអាចយកទៅប្រើប្រាស់បានហើយវីដេអូមានតែប៉ុណ្្នឹងទេលោកគ្រូបើសិនតែពេញចិត្តកុំភ្លេចចុច like មួយផងហើយនឹង follow page យើងជួបគ្នានៅវីដេអូក្រោយ